នៅ Chip Express គឺយើងមានសេវាកម្មដាក់បញ្ញាវ៉ាន់ពីខ្មែរទៅកូរ៉េ2ប្រភេទទី1សេវាធម្មតាគឺចន្លោះពី5ទៅ7ថ្ងៃហើយចំពោះសេវាទី2នោះគឺសេវា VIP ហ្នឹងហ្មងគឺយើងដឹកតែពី2ទៅ3ថ្ងៃទេបងប្អូនរបស់គាត់ដែលនៅស្រុកខ្មែរនេះពេលខ្លះគឺគាត់តែងតែមានការបារម្ភពីសុខទុក្ខពីការហូបចុករបស់កូនចៅរបស់គាត់បងប្អូនរបស់គាត់ដែលទៅធ្វើការជាពលករនៅកូរ៉េហ្នឹងហើយអីដែលខ្ញុំប្រកាសថាបងពលករកូរ៉េគាត់នឹកបំផុតគឺរសជាតិស្នាដៃអ្នកផ្ទះគាត់ហ្នឹងហ្មងហើយម្ហូបបែបខ្មែរមើលឧទាហរណ៍ដូចជាត្រីងៀតត្រីប្រឡាក់ត្រីឆ្អើរប្រហុកផ្អកអីជាដើមហ្នឹងនិយាយទៅនៅកូរ៉េហ្នឹងគឺគេញ៉ាំតែម្ហូបប្រពៃណីរបស់គេទេហើយអញ្ចឹងចំពោះបងពលករខ្មែរយើងគាត់ទៅធ្វើការនៅកូរ៉េហ្នឹងគាត់រៀងពិបាកហៅម្ហូបខ្មែរញ៉ាំបន្តិចហើយអាហ្នឹងវាជាបញ្ហាមួយដែរហើយមួយទៀតហ្នឹងគឺបញ្ហាការដឹកជញ្ជូនពីខ្មែរទៅកូរ៉េដោយសារបងប្អូនខ្មែរយើងភាគច្រើនពេលខ្លះគាត់ពិបាកហៅក្រុមហ៊ុនដៃគូដឹកជញ្ជូនណាមួយគួរឲ្យទុកចិត្តដែរដោយសារគាត់ខ្លាចបាត់អីវ៉ាន់គាត់ខ្លាចខូចអីវ៉ាន់ពេលខ្លះជាប់អីវ៉ាន់អញ្ចឹងទៅហើយបញ្ហាដែលចម្បងធំហ្នឹងគឺពេលវេលាហ្នឹងហ្មងបើសិនបងប្អូនគាត់នៅកូរ៉េហើយគាត់ចង់ឲ្យបងប្អូនដែលនៅខ្មែររបស់គាត់ហ្នឹងផ្ញើជាឯកសារដូចពួកអត្តសញ្ញាណប័ណ្ណសម្បត្តិបច្ចៈកណ្ដាលអីហ្នឹងគឺគាត់ក៏ត្រូវការសុវត្ថិភាពដឹកជញ្ជូនខ្ពស់ដែរបងប្អូនដឹងអត់ថាបើសិនជាយើងហៅក្រុមហ៊ុនដឹកជញ្ជូនណាមួយត្រូវគឺគេនឹងផ្ដល់ឲ្យយើងនៅសេវាកម្មល្អរហ័សទាន់ចិត្តហើយគេគិតសុវត្ថិភាពយើងជាចម្បងហើយមួយវិញទៀតខ្ញុំនិយាយដែរអញ្ចឹងគឺពេលវេលាដឹកជញ្ជូននៅ Chip Express គឺយើងមានសេវាកម្មដាក់បញ្ញាវ៉ាន់ពីខ្មែរទៅកូរ៉េ2ប្រភេទទី1សេវាធម្មតាគឺចន្លោះពី5ទៅ7ថ្ងៃហើយចំពោះសេវាទី2នោះគឺសេវា VIP ហ្នឹងហ្មងគឺយើងដឹកតែពី2ទៅ3ថ្ងៃទេបងនឹងទទួលបានអីវ៉ាន់ហើយផ្ញើអីវ៉ាន់បានច្រើនណាស់ប្រភេទជា VIP ហ្នឹងដូចជាបន្លែស្រស់បន្លែឈើស្រស់អីចឹងបើសិនជាបងចង់ដឹងព័ត៌មានបន្ថែមទៀតអាចឆាតចូលមក Chip Express បាន